nhiệt nhômមានសទ្ធាចេះថ្លាអញ្ជើញចូលរួមតាមសទ្ធាភ្ជាប់និស័យការកសាងពុទ្ធបដិមាអ្នកញាសុខគង់កូនចៅក្រុមគ្រួសារសហការីបានផ្ដួចផ្ដើមឥឡូវយើងចូលរួមទាំងអស់គ្នាណាតាមសាក់សួរមកមិញណាបើគិតជាការ៉េ1ការ៉េ600ក៏$600ញាតិញោមអនុមោទនាកសាងពុទ្ធបដិមា108ម៉ែត្រនៅលើភ្នំបូកគោឥឡូវនេះចាក់ដល់បលាំងហើយបលាំងផ្កាឈូកពីក្រោមមកដល់បលាំងហ្នឹងកម្ពស់27ម៉ែត្រហើយពីបលាំងទៅលើតួព្រះអង្គ81ម៉ែត្រសរុបទាំងអស់108ម៉ែត្រញាតិញោមមានសទ្ធាចេះថ្លាអញ្ជើញចូលរួមតាមសទ្ធាភ្ជាប់និស័យការកសាងពុទ្ធបដិមាតាំងចិត្តថាយើងឧទ្ទិសចំពោះការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គបានសន្សំបារមីហើយមានបញ្ញាអាចរំដោះទុក្ខសម្រាប់ខ្លួនព្រះអង្គផងហើយជួយសពសត្វទាំងអស់ឲ្យបានរួចផុតពីទុក្ខផងឥឡូវអ្នកញាសុខគង់កូនចៅក្រុមគ្រួសារសហការីបានផ្ដួចផ្ដើមឥឡូវយើងចូលរួមទាំងអស់គ្នាណាតាមសាក់សួរមកមិញណាបើគិតជាការ៉េ1ការ៉េ600ក៏$600ដោយសារផ្ទៃដីធ្វើព្រះអង្គនេះសរុបទៅប្រហែលប្រហែលជា50000ហ្នឹងហើយ50000ការ៉េប្រហែលប៉ុណ្ណឹងអញ្ចឹងយើងអាចចូលរួមដើម្បីមានទឹកចិត្តសប្បាយមួយថាបើទោះជាយប់ទោះជាថ្ងៃយើងនៅនឹកទៅអញបានចូលរួមព្រះអង្គពេលណាយប់ប្រលប់ដេកមលក់អីនឹកឃើញលើកដៃសាពះថ្វាយគុំព្រះវិជ្ជងាយក៏បានដែរឯថានេះដូចថាយើងចូលរួមទាំងអស់គ្នាឲ្យយើងបានធ្វើបុណ្យទាំងអស់គ្នាហើយជាទឹកដីមួយរបស់យើងទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពុទ្ធសាសនាហើយដែលសំខាន់ទៅទៀតនោះយើងមិនងាយបានជួបពុទ្ធសាសនាព្រោះទំមតែពេញបារមីបានហ្នឹងយូរណាស់ឥឡូវយើងមានវាសនាកើតតន់មិនបានតន់ពុទ្ធគង់បញ្ជននៅប៉ុន្តែបានតន់ពុទ្ធសាសនាអវត្តរបស់ព្រះអង្គនៅយើងអាចប្រតិបត្តិឲ្យបានស្បើយពីសេចក្តីទុក្ខនឹងដែរហើយនឹករំលឹកដល់គុណព្រះអង្គរឿយទៅយើងស្បើយពីទុក្ខដែរដូចថាព្រះអង្គលែងមានទុក្ខហើយអញ្ចឹងយើងប្រឹងប្រតិបត្តិធ្វើម៉េចឲ្យលែងមានទុក្ខដែរដែលយើងខ្មែរយើងហៅព្រះអង្គអ្នកនិរទុក្ខប្រែថាព្រះអង្គលែងមានទុក្ខទោះមានរឿងប៉ុណ្ណាក៏ដោយព្រះអង្គមិនចេះកើតទុក្ខទេអញ្ចឹងយកគំរូតាមព្រះហើយនឹកស្ងើចសរសើរពាក្យថារំលឹកគុណមានន័យថាយើងស្ងើចសរសើរព្រះអង្គមិនងាយអ្នកណាដែលលះកិលេសបានហើយលែងមានទុក្ខក្នុងចិត្តយើងពុទ្ធជនវានៅអាសេមសាមច្រើនវានៅទុក្ខច្រើនយើងរំលឹកគុណព្រះអង្គដែលជាអ្នកមិនមានកិលេសមិនមានទុក្ខពេលនឹករំលឹកព្រះអង្គបាត់សេចក្តីទុក្ខបាត់សេចក្តីសោកសៅពីក្នុងចិត្តដែរហើយបើយើងបានចូលរួមទៅក៏យើងសប្បាយចិត្តហើយយើងបានចូលរួមក៏អនុមោទនា